នាងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធអង្គការដៃគូនានាដែលបានសហការជួយជនជាតិដើមភាគតិចមិនថាតែជនជាតិដើមភាគតិចគួយនិងជនជាតិដើមភាគតិចដទៃទៀតនៅក្នុងប្រទេសកម្ពុជាឲ្យទទួលបានអត្តសញ្ញាណជនជាតិដើមភាគតិចឬជំរាបសួរនាងខ្ញុំឈ្មោះស្រីណាងជាជនជាតិដើមភាគតិចគួយនៅភូមិកគីខ្ញុំមានតួនាទីជាប្រធានសហគមន៍ជនជាតិដើមភាគតិចថ្ងៃនេះមានកម្មវិធីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចគួយសម្រាប់5ភូមិនៅក្នុងឃុំសាលាវិស័យទាំងមូលរួមទាំងមានភូមិខ្ញុំផងដែរក្នុងកម្មវិធីទទួលអត្តសញ្ញាណជនជាតិដើមភាគតិចគឺពិតជាមានអារម្មណ៍រីករាយនិងសប្បាយចិត្តហើយក៏មានមោទនភាពទាំងសហគមន៍ខ្លួនឯងនិងមានមោទនភាពចំពោះរដ្ឋាភិបាលដែលគាត់បានយកចិត្តទុកដាក់នៅក្នុងការគាំពៀនិងគាំទ្រជួយជុំជ្រែងដល់ជនជាតិដើមភាគតិចមិនថាតែជនជាតិដើមភាគតិចគួយនិងជនជាតិដើមភាគតិចដទៃទៀតនៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យទទួលបានអត្តសញ្ញាណជនជាតិដើមភាគតិចសញ្ញាណជនជាតិដើមភាគតិចគឺសហគមន៍ជនជាតិដើមភាគតិចពួកយើងពិតជាចង់បានដោយសារមានសារៈសំខាន់និងសារៈប្រយោជន៍មែនទែនសម្រាប់ជនជាតិដើមភាគតិចដែលអាចរក្សាបាននូវអត្តសញ្ញាណរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ហើយវាជាបែបបទរដ្ឋបាលរបស់កម្ពុជាដែលតម្រូវឲ្យជនជាតិដើមភាគតិចគួយឬក៏ជនជាតិដើមភាគតិចដទៃទៀតចុះអត្តសញ្ញាណជនជាតិដើមភាគតិចផងដែរបើសិនជាយើងអត់ទទួលស្គាល់ខ្លួនឯងឬក៏អត់បានចុះអត្តសញ្ញាណជនជាតិដើមភាគតិចតទៅអនាគតយើងអត់ដឹងថាតើជនជាតិដើមភាគតិចយើងនឹងប្រែប្រួលឬក៏អាចថាបាត់បង់ទៅបែបណាទៀតអញ្ចឹងណាអញ្ចឹងបានយើងស្វះស្វែងសហការមួយអង្គការដៃគូឬក៏រាជរដ្ឋាភិបាលគាត់ជួយគ្រប់គ្រងនិងគាំពៀជនជាតិដើមភាគតិចដើម្បីឲ្យទទួលបានអត្តសញ្ញាណជនជាតិដើមភាគតិចជាតិដើមភាគតិចយើងខ្ញុំមិនថាទាំងភូមិកគីឬក៏4ភូមិទៀតដែលទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចនៅក្នុងកម្មវិធីថ្ងៃនេះឬក៏បងប្អូនជនជាតិដើមភាគតិចនៅភូមិដទៃទៀតគាត់បានចូលរួមយ៉ាងសស្រាក់សស្រាំទាំងថវិកាទាំងកម្លាំងកាយចិត្តលះបង់ពេលវេលាដើម្បីចូលរួមនៅក្នុងកម្មវិធីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចនេះយ៉ាងមុតមាំហើយក៏សប្បាយចិត្តយ៉ាងខ្លាំងដែលជនជាតិដើមភាគតិចរបស់យើងពីមួយឆ្នាំគាត់បានទទួលអត្តសញ្ញាណជនជាតិដើមភាគតិចហើយយើងក៏បានរៃអង្គាសជាថវិកាជាអង្គជាបលែបកាដើម្បីចូលរួមគ្នាដើម្បីឲ្យកម្មវិធីនេះទៅកាន់តែរលូនខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធអង្គការដៃគូនានាដែលបានសហការជួយជនជាតិដើមភាគតិចមិនថាតែជនជាតិដើមភាគតិចគួយនិងជនជាតិដើមភាគដទៃទៀតនៅក្នុងប្រទេសកម្ពុជាឲ្យទទួលបានអត្តសញ្ញាណជនជាតិដើមភាគតិចឬនីតិបុគ្គលឬដីសមូហភាពដើម្បីឲ្យពួកគាត់មានសិទ្ធិនិងមានការប្រើប្រាស់ពេញលេញសម្រាប់ពួកគាត់